មានអ្នកសួរខ្ញុំច្រើនខ្លាំងមែនតើថានំបខែហ្នឹងគេធ្វើមិនចឹងថ្ងៃហ្នឹងដែរខ្ញុំនឹងមកប្រាប់ពីរបៀបធ្វើអ្នកគ្នាគ្រាន់តែមើលពីដើមដល់ចប់គឺចេះធ្វើមកចឹងវិធីធ្វើគឺងាយស្រួលខ្លាំងមែនតើអ្នកគ្នាដំបូងនឹងដែរគឺយើងដាក់ពងមាន់មួយគ្រាប់ហើយយើងបន្ថែមពងមាន់ផ្នែកក្រហម3គ្រាប់ផងអ្នកគ្នាយើងដាក់ពងមាន់ផ្នែកក្រហមច្រើនចឹងទៅធ្វើឲ្យនំរបស់យើងណាមើលមកគឺពណ៌លឿងស្អាតហ្មងយើងដាក់ស្ករស80ក្រាមបន្ទាប់មកទៀតខ្ញុំដាក់ប័រ65ក្រាមទឹកដោះគោស្រស់160ក្រាមបន្ទាប់មកយើងកូរឲ្យសព្វមកអ្នកគ្នាហើយយើងថែមជាមួយនឹងម្សៅទឹកដោះគោ25ក្រាមម្សៅស្រូវសាលី40ក្រាមចឹងឥឡូវហ្នឹងគឺយើងកូរឲ្យសព្វឲ្យវាคล้ายជាល្បាយតែមួយចឹងមកអ្នកគ្នាបន្ទាប់ពីកូរបានសព្វល្អហើយឥឡូវហ្នឹងគឺយើងត្រូវត្រងល្បាយនំរបស់យើងធ្វើមិនឲ្យអស់អាកាតិកាទីម្សៅដែលយើងកូរអត់ម៉ត់ហ្នឹងណាត្រូវយកចេញឲ្យអស់ហ្មងដោយសារបើទុកទាំងអញ្ចឹងណាក៏នំយើងអត់ឆ្ងាញ់ដែរបន្ទាប់មកទៀតយើងយកម្សៅរបស់យើងដាក់លើចក្រានមកអ្នកគ្នាបើកភ្លើងតែតិចតិចបានទេហើយយើងត្រូវកូររហូតដល់សាច់នំយើងឆ្អិនហ្មងដោយសារបើសិនជាយើងផ្លិចទៅមួយផ្លែតណាសាច់នំយើងនឹងជាប់បាតខ្ទះហើយប៉ុន្តែចំណាយពេលអត់យូរទេអ្នកគ្នាខ្ទង់6-7នាទីអីឆ្អិនហើយបន្ទាប់ពីសាច់នំយើងឆ្អិនហើយយើងចាក់វាចូលទៅក្នុងចានហើយរុំផ្លាស្ទិកពីលើកុំឲ្យវាចូលខ្យល់អ្នកគ្នាយើងដាក់វាក្នុងទូទឹកកកប្រហែលជា3ទៅ4ម៉ោងហើយកំឡុងពេលដែលយើងចាំហ្នឹងណាយើងងាកមកធ្វើម្សៅនំផ្នែកខាងក្រៅវិញម្ដងដំបូងហ្នឹងគឺយើងដាក់ម្សៅត្នោត50ក្រាមម្សៅអង្ករ45ក្រាមម្សៅស្រូវសាលី30ក្រាមប៉ុន្តែបើសិនជាអ្នកគ្នាអត់មានម្សៅស្រូវសាលីហ្នឹងទេអាចយកម្សៅពោតមកដាក់ជំនួសក៏បានដែរយើងត្រងម្សៅអញ្ចឹងមកដើម្បីកុំឲ្យវាជាប់ដុំបន្ទាប់មកយើងថែមស្ករ50ក្រាមអ្នកគ្នាកន្លែងហ្នឹងដែរគឺយើងអាចបន្ថយឬក៏បន្ថែមតាមចំណង់ចំណូលចិត្តបានយើងកូរវាឲ្យសព្វមកបន្ទាប់មកយើងថែមប្រេងពោតឬក៏ប្រេងឆាដែលយើងប្រើរាល់ថ្ងៃហ្នឹង20ក្រាមទឹកដោះគោ180ក្រាមបន្ទាប់ពីកូរបានសព្វល្អហើយឥឡូវហ្នឹងគឺដល់វគ្គចំហុយហើយយើងចំហុយដាក់ភ្លើងតិចតិចបានហើយអ្នកគ្នាចំណាយពេលប្រហែលជា20នាទីប៉ុន្តែយើងអាចមើលតាមសាច់នំជាក់ស្ដែងបានបើសិនជាវារៀងស្ងួតប៉ុណ្ណឹងហើយអាចលើកចេញបានហើយដោយសារបើសិនជាយើងទុកវាស្ងួតខ្លាំងពេកយើងចាក់ពុំចេញមកក៏អត់ស្អាតដែរឥឡូវហ្នឹងដែរគឺខ្ញុំយកម្សៅត្នោតមកកូរលើខ្ទះឲ្យវាឆ្អិនចេញពណ៌លឿងអញ្ចឹងមកអ្នកគ្នាត្រៀមទុកពេលចាក់នំបន្ទាប់ពីឆ្អិនហើយយើងទុកវាឲ្យត្រជាក់ម្លែកសិនឥឡូវហ្នឹងគឺយើងយកម្សៅពងមាន់របស់យើងមកលុញឲ្យចេញជារាងមូលអញ្ចឹងមកអ្នកគ្នាខ្ញុំដាក់ស្នូលពងមាន់របស់យើង25ក្រាមហើយផ្នែកខាងក្រៅហ្នឹង20ក្រាមចំណែកសំបកនំផ្នែកខាងក្រៅហ្នឹងគឺយើងអាចដាក់ពណ៌តាមចំណង់ចំណូលចិត្តយើងបានអ្នកគ្នាសម្រាប់ខ្ញុំដាក់ពណ៌ក្រហមតិចតិចអញ្ចឹងទៅពេលវាចេញមកពណ៌រាងកាឈូកស្រាលអញ្ចឹងស្អាតអ្នកគ្នាឥឡូវហ្នឹងគឺយើងយកស្នូលពងមាន់របស់យើងមកដាក់ចំកណ្ដាលអញ្ចឹងមកហើយធ្វើមិនរុំវាឲ្យជិតកុំឲ្យលហែកឬក៏ចូលខ្យល់អ្នកគ្នាឥឡូវហ្នឹងគឺយើងដល់វគ្គចាក់ពុម្ពហើយខ្ញុំយកម្សៅត្នោតដែលខ្ញុំបានត្រៀមមុនហ្នឹងយកមកបោះនៅលើពុម្ពរបស់យើងមកដើម្បីកុំឲ្យជាប់សាច់នំបន្ទាប់មកដាក់សាច់នំយើងចូលទៅក្នុងពុម្ពហើយចាក់វាដូចខ្ញុំអញ្ចឹងទៅអ្នកគ្នាឥឡូវនំបខែរបស់យើងរួចរាល់ហើយអ្នកគ្នាមិនដែរតំណងអត់ខ្ញុំជឿថាអ្នកមើលរឿងចិនណាប្រកាសជាធ្លាប់ឃើញនំមួយមុខហ្នឹងមើលរឿងហើយចង់ញ៉ាំខ្លាំងមែនតើប៉ុន្តែដឹងរោទិញនៅណាឯងចង់បើសិនជាពិបាករោទិញមានតែធ្វើខ្លួនឯងហ្មងទៅអ្នកគ្នាមុននឹងញ៉ាំកុំភ្លេចដាក់ទូទឹកកក1ម៉ោងទៅ2ម៉ោងសិនអ្នកគ្នាដើម្បីវារឹងល្អកុំភ្លេចសាកធ្វើទាំងអស់គ្នាដោយសារនំមួយមុខហ្នឹងណាស្អាតឆ្ងាញ់ហើយងាយស្រួលធ្វើទៀត